វីដេអូមួយនេះខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនដែលបានទស្សនាប្រកាសជាដកចិត្តអត់រួចទេជាមួយនឹងម៉ូដទ្វារមួយនេះទ្វារនេះទាំងស្អាតហើយទាំងមានអត្ថន័យល្អអ្វីដែលសំខាន់ណាជារចនាបថខ្មែរសុទ្ធសាធតែម្ដងទ្វារទេពមង្គលនេះដែរគឺទទួលបានការគាំទ្រខ្លាំងមែនទែនពីពុកម៉ែបងប្អូនទូទាំង25ខេត្តក្រុងហើយទ្វារទេពមង្គលនេះដែរគឺធ្វើច្រើនឈុតមកហើយប៉ុន្តែឈុតមួយនេះគឺពិសេសជាងគេត្រង់ថាបន្ថែមនៅរចនាបថការរំដួលនៅចំកណ្ដាលទ្វារតែម្ដងបើនិយាយទៅបងប្រុសគាត់ស្រឡាញ់ការរំដួលដោយសារការរំដួលគឺតំណាងឲ្យប្រទេសកម្ពុជាក្រៅពីទ្វារធំក៏មានទ្វារទូចផងដែរទ្វារទូចនេះគឺយើង design មកឲ្យស៊ីជាមួយនឹងទ្វារធំតែម្ដងសម្រាប់អតិថិជនដែលគាត់មានលំងពណ៌រៀងប្រផេះឬក៏ពណ៌រៀងផ្ទៃមេឃដាក់ពណ៌ទឹកប្រាក់នេះមកគឺដឹងតែស៊ីគ្នាមែនតើទ្វារមួយនេះដែរគឺត្រៀមយកទៅបំពាក់ជូនដល់អតិថិជនដែលគាត់រស់នៅក្នុងខេត្តព្រៃវែងបងប្រុសគាត់តាមដាន page វិនហេរចនាមកយូរហើយអ្វីដែលសំខាន់ដែលគាត់ស្រឡាញ់ជាងគេនោះគឺស្នាដៃនៃការផលិតក្បាច់ខ្មែរនឹងតែម្ដងថាវិនហេរចនាគឺមានជំនាញពិតប្រាកដក្នុងការធ្វើវាឬក៏ចម្រឹងប្រកាន់ដៃផ្សេងពាក់ព័ន្ធជាមួយនឹងក្បាច់ខ្មែរហើយក្បាច់ខ្មែរទាំងអស់ហ្នឹងគឺធ្វើនៅក្នុងស្រុកហើយនៅក្នុងក្រុមហ៊ុនវិនហេរចនាតែម្ដងអត់មានការនាំចូលពីក្រៅប្រទេសអីទេចឹងហើយគាត់ចង់គាំទ្រស្នាដៃរបស់ក្រុមហ៊ុនវិនហេរចនាមែនតើដើម្បីជាការជួយគាំទ្រនៅផលិតផលខ្មែរហើយនៅឱកាសការងារជូនដល់កូនខ្មែរផងដែរវាបងប្រុសក៏បានកំងរូបប្រាសាទអង្គរវត្តមួយទៀតពីក្រុមហ៊ុនវិនហេរចនាទៅហើយរូបប្រាសាទអង្គរវត្តនេះដែរគឺធ្វើអំពីដៃស្មិតដូចគ្នាអរគុណបងប្រុសមែនតែនដែលបានជឿជាក់ហើយនឹងកំងនៅផលិតផលខ្មែរចេញពីក្រុមហ៊ុនវិនហេរចនាសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ប្រើប្រាស់ដៃស្មិតដែលជារចនាបថបែបខ្មែរឬក៏រចនាបថបែបបរទេសកុំភ្លេចតាក់ទងមកកាន់ក្រុមហ៊ុនវិនហេរចនាតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះចង់ប្រើដៃស្មិតកុំភ្លេចវិនហេរចនា